ta dương mà xoay dối pi vị tríនៅក្នុងការចងចាំតម្លៃសនិះនឹងកុសងាយងាយអញ្ចឹងជំហានដំបូងគឺយើងត្រូវដឹងថាម្រាមដៃបាទទាំងឆ្វេងទាំងស្ដាំយើងយកមួយណាក៏បានដែរសំខាន់នោះគឺយើងត្រូវចំណាំថាមុំ0នៅលើមេដៃបាទចង្អុលដៃគឺមុំបាទផាយនៅលើ6ម្រាមដៃកណ្ដាលផាយលើ4ម្រាមដៃនាងផាយនៅលើ3ម្រាមដៃកូនគឺផាយនៅលើ2តោះអញ្ចឹងយើងត្រូវចំណាំបែបនេះដេញពីមេដៃទៅកូនដៃគឺមុំ0 30 45 60 90បន្តិចឲ្យចាំណាមានន័យថា0 30 45 60 90ម្ដងទៀតត្រូវបន្តិចឲ្យចាំដេញពីមេដៃទៅកូនដៃ0 30 45 60 90អូខេបន្ទាប់ពីយើងចាំមុំនៅលើម្រាមហើយយើងចាប់ផ្ដើមកំណត់តម្លៃរបស់សនិះហើយនឹងកុសដែលតម្លៃរបស់សនិះនឹងកុសយើងរាប់បច្ច្រាស់គ្នាសនិះគឺរាប់ពីមេដៃទៅបាទនៅក្នុងការរាប់គឺយើងរាប់ដេញពី0រហូតដល់4អញ្ចឹងយើងដាក់ពីមេដៃដេញទៅកូនដៃទៅ0បាទ1 2 3 4អូខេអញ្ចឹងតម្លៃពិតប្រាកដរបស់សនិះគឺយើងត្រូវបាទយកតម្លៃដែលយើងរាប់មិញហ្នឹងពាក់រឹសចែកនឹង2ទាំងអស់ពាក់រឹសចែកនឹង2ទាំងអស់មកបាទពាក់រឹសចែក2ពាក់រឹសចែក2ទាំងអស់ណាអូខេអញ្ចឹងពាក់រឹសចែក2ទាំងអស់តាមមកអានេះរឹស0បាន0ណាបាទនេះបានចេញបាន1លើ2អានេះបានរឹស2លើ2ដដែលឬ3លើ2ដដែលនេះចេញបានប៉ុន្មានចេញបាន1ណាបាទពួកអី4បាន2 2ចែក2បាន1អញ្ចឹងមានន័យថាសនិះនៃមុំ0ស្មើអីគេមានតម្លៃស្មើ0នេះស្មើ0បាទសនិះនៃមុំផាយលើ6នេះមានតម្លៃស្មើ1លើ2បាទហើយនេះគឺសនិះនៃមុំផាយលើ4នេះមានតម្លៃស្មើបាទឬ2លើ2ណាឬ2លើ2ហើយសនិះនៃមុំផាយលើ3ហ្នឹងមានតម្លៃមកនឹងឬ3លើ2អានេះគឺមានតម្លៃស្មើ1ណាហើយចំណែកឯកុសហ្នឹងគឺយើងត្រូវរាប់ដេញពីកូនដៃមកវិញអញ្ចឹងកុសកូនដៃចាំណាអញ្ចឹងយើងរាប់ដេញពី0ទៅ4ដូចគ្នាដេញពីកូនដៃបច្ច្រាស់ពីសនិះមកអូខេអញ្ចឹងអានេះយើងបាន0បាទ1 2 3 4អញ្ចឹងចង់ដឹងតម្លៃរបស់កុសគឺយើងត្រូវពាក់រឹសចែកនឹង2ដូចគ្នាបាទពាក់រឹសចែកនឹង2ហើយពាក់រឹសចែកនឹង2ពាក់រឹសចែកនឹង2ពាក់រឹសចែកនឹង2អញ្ចឹងស្មើនឹងបាទ1អានេះស្មើនឹងរឹស3លើ2ដដែលអានេះដដែលអានេះបាន1លើ2នេះបាន0អញ្ចឹងយើងមើលបាទកុសណាកុសនៃមុំ0នេះកុសនៃមុំ0មានតម្លៃស្មើ1វិញណាបាទមានតម្លៃស្មើ1ហើយកុសនៃមុំផាយនៅលើ6នេះមានតម្លៃស្មើនឹងបាទម៉ាននេះឬ3លើ2វិញណាឬ3លើ2អានេះឬ2លើ2អានេះបាន1លើ2ហើយកុស90ស្មើ0វិញតម្លៃរបស់វាបច្ច្រាស់គ្នាឃើញទេតម្លៃរបស់សនិះរត់ពី0ណា1លើ2ឬ2លើ2ឬ3លើ2បាទទៅ1ហើយតម្លៃរបស់កុសរត់ពី1ដេញមក0វិញណាបច្ច្រាស់គ្នាកន្លែងហ្នឹងអ្វីដែលដូចគ្នាគឺសនិះផាយលើ4ហើយកុសផាយលើ4មានតម្លៃដូចគ្នាដោយសារកន្លែងហ្នឹងវាជួបគ្នាកន្លែងវាជួបគ្នាត្រង់កណ្ដាលហ្នឹងណាអូខេអញ្ចឹងនេះវិធីចាំងាយកន្លឹះបើសិនយើងភ្លេចយើងរំលឹកមើលតែម្រាមដៃយើងទៅចាំបាត់ហើយ